សាច់គោកនួយធ្វើរដងអត់ដែលដឹងសោះថាតិចនិចមិនតិចនេះជួយឲ្យសាច់គោកនួយនឹងបាត់ក្លិនសាច់គោហើយមានរសជាតិឆ្ងាញ់ថែមទាំងផុយល្អទៀតចង់ដឹងអត់ថាខ្ញុំដាក់អីគេសាច់នឹងខ្ញុំប្រើ1គីឡូបន្ទាប់ពីលាងទឹកហើយកាត់វាជាដុំរាងក្រាស់ល្មមដើម្បីងាយស្រួលដោតចង្កាក់ចំណែកឯគ្រឿងផ្សំមានគល់ស្លឹកគ្រៃបុកខ្ទឹមសប្រេងខ្យងស្លឹកក្រូចសើចគ្រឿងសាតេម្សៅស៊ុបស្ករសប៊ីចេងម្ទេសចិញ្ច្រាំស្រាសម្សៅ baking soda បន្តិចបើដាក់ទឹកដោះគោខាប់ទៀតរឹតតែឆ្ងាញ់ប៉ុន្តែខ្ញុំភ្លេចអត់បានដាក់ចូលដល់វគ្គប្រឡាក់សាច់ខ្ញុំដាក់ប្រេងខ្យងម្សៅស៊ុប1ស្លាបព្រា1ស្លាបព្រាស្ករ3ស្លាបព្រាប៊ីចេងបន្តិចចាក់ម្សៅ baking soda ចំនួន1ស្លាបព្រាកាហ្វេដាក់គ្រឿងបុកដាក់គ្រឿងសាតេ1ស្លាបព្រាបាយដាក់ម្ទេសចិញ្ច្រាំ1ទៅ2ស្លាបព្រានិងដាក់ស្រាចូលបន្តិចចុងក្រោយដាក់ស្លឹកក្រូចសើចដែលបានហាន់ជាចំណិតស្ដើងចូលម្សៅ baking soda ជួយឲ្យសាច់គោផុយទន់ឆ្ងាញ់ចំណែកឯស្រាសជួយបំបត្តិក្លិនសាច់គោបានយ៉ាងល្អបន្ទាប់មកខ្ញុំបានច្របល់ឲ្យវាចូលសព្វគ្រឿងគ្នាបានល្អបើសិនជាមានពេលយើងអាចផ្អាប់វាទុកឲ្យយូរបន្តិចរឹតតែចូលជាតិគ្នាឆ្ងាញ់ឈើដោតសាច់អាំងនឹងត្រូវត្រាំនិងលាងទឹកវាឲ្យស្អាតមុននឹងយកមកដោតសាច់តែប៉ុណ្ណេះរួចបាត់ហើយសាច់គោអាំងនេះបើបានអាំងនៅចក្រានខ្ជុំវិញដឹងតែផ្អើលអស់អ្នកភូមិហើយក្លិនវិញឈ្នះអស់មានត្រូវតែម្ដង